រឿងរ៉ាវពីដំបូងហ្នឹងគឺវាអញ្ចេះកាលពីយូរលង់ណាស់មកហើយមានអ្នកស្រុកអ្នកភូមិមួយនៅក្បែរជើងភ្នំហើយភូមិនោះនៅដាច់ស្រយាលឆ្ងាយពីគេពីឯងអ្នកភូមិហាក់ប្រៀបបីដូចជាកូនដង្កូវនិងមេអំបៅដែលមិនអាចញាស់ចេញពីសម្បុកបានមេឃុំនិងប្រពន្ធរបស់គាត់បានដឹកនាំភូមិរបស់គាត់ប្រកបទៅដោយភាពសម្បូរសប្បាយប៉ុន្តែអ្វីទាំងអស់ក៏បានប្រែប្រួលនៅពេលដែលមានមនុស្សចំណូលថ្មីពីស្រុកឆ្ងាយចូលមកនៅក្នុងភូមិដែលបានចូលមកធ្វើឲ្យរបៀបរបបនិងការរស់នៅមានការផ្លាស់ប្ដូរមេឃុំសម្រេចចិត្តថាមានតែការផ្ដាច់ខ្លួនចេញពីពិភពខាងក្រៅទេគាត់បានបង្កើតច្បាប់យ៉ាងតឹងរ៉ឹងគឺគាត់មិនអនុញ្ញាតឲ្យអ្នកស្រុកចេញទៅក្រៅភូមិហើយក៏មិនអនុញ្ញាតឲ្យអ្នកក្រៅចូលមកនៅក្នុងភូមិនេះជាដាច់ខាតមិនយូរប៉ុន្មានអ្នកស្រុកអ្នកភូមិក៏លែងឃើញមុខប្រពន្ធមេឃុំទៀតក្រោយមកអ្នកស្រុកទាំងអស់បានដឹងថាប្រពន្ធលោកមេឃុំគាត់បានស្លាប់ក្រោយពីប្រពន្ធមេឃុំបានស្លាប់បាត់ទៅអ្នកស្រុកអ្នកភូមិហាក់ទទួលនៅបណ្ដាសាឥតឈប់ឈរមេឃដែលធ្លាប់តែមានអំណោយផលដល់ប្រជាជនប្រែជារីងស្ងួតហួតហែងទៅវិញព្រះអាទិត្យក្តៅហួតហែងធ្វើឲ្យស្រែស្រូវនិងគ្រាប់ពូជខូចខាតទាំងអស់មនុស្សស្រីក៏ប្រែជាលែងមានកូនដោយសារតែខ្វះជីវជាតិអ្នកស្រុកស្នើទៅលោកមេឃុំដើម្បីផ្លាស់ប្ដូរទីលំនៅទៅកន្លែងផ្សេងតែត្រូវបានលោកមេឃុំបដិសេធអ្វីដែលប្រជាជនទទួលបាននោះគឺការសន្យាពីក្តីសង្ឃឹមនៅថ្ងៃអនាគតនៅពេលនោះមិនថាមនុស្សមិនថាទេវតាឬអ្វីក៏ដោយគឺហាក់មិនអាចសោចស្រង់ស្រុកភូមិនេះបានទេ
ក្មួយប្តីក្មួយឯងវាមនុស្សល្អវាស្លាប់ទៅមែនប៉ុន្តែវិញ្ញាណក្ខន្ធវានឹងនៅតាមជួយថែអាសាអ្នកភូមិស្រុកយើងឲ្យបានសុខសប្បាយណាក្មួយ ដូចដូនតាយើងដែលតាមថែអាសាយើងមែនឲ្យខ្ញុំជឿដូចអ្នកគ្រប់គ្នាជឿមិនបានហើយឥឡូវនេះប្តីខ្ញុំក៏ស្លាប់ទៀតនៅតែពីរអ្នកកូនតើឲ្យខ្ញុំធ្វើម៉េចទៀតទៅលោកគ្រូ អ៊ំដឹងក្មួយដីស្លាប់ទាំងមូលអ្នកណាមិនពិបាកចិត្តនោះប៉ុន្តែក្មួយត្រូវតែរឹងមាំកុំទុនខ្សោយឲ្យសោះបើយើងមានជំនឿយើងនៅមានសង្ឃឹមបើយើងនៅសង្ឃឹមគឺយើងនឹងមានភាពរឹងមាំដែលអាចឈ្នះលើភាពទុនខ្សោយចំពោះមុខបានណាក្មួយ បងមកឈប់ជក់បរិយហ្នឹងទៅ គេរជក់ទៅឲ្យធូរចិត្តបន្តិចហើយមានការអី លបងគិតមើលទៅក្នុងមួយអាទិត្យនេះអ្នកភូមិស្រុកយើងស្លាប់ដល់ទៅ2នាក់ខ្ញុំជឿជាក់ថាភូមិស្រុកយើងនឹងមានបញ្ហាធំហើយលបងដឹងទេថាអ្នកភូមិយើងកំពុងតែស្រេកឃ្លានយ៉ាងម៉េច នេះជាទឹកដីដូនតារបស់យើងហើយពួកគាត់នឹងនាំយើងទៅរកផ្លូវមួយដែលត្រូវខ្ញុំក៏ដឹងដែរតែក្រោយមកវាលែងអីហើយ បើអញ្ចឹងមែនវាល្អហើយលបងប៉ុន្តែបើសិនជាវាមិនអញ្ចឹងវិញ ចង់និយាយថាម៉េច ខ្ញុំគិតថានឹងនាំអ្នកភូមិស្រុកយើងទៅរស់នៅកន្លែងថ្មីលបងទៅរស់នៅលិចភ្នំឯនោះវិញទីនោះក៏មានដីដាំដំណាំបានចលអាកាសគួរល្អវាមិនហួតហែងដូចអញ្ចឹងពេកទេ នេះជាភូមិរបស់ខ្ញុំគ្មានអ្នកណាដើរចេញពីទីនេះបានទេ លបងបើសិនជាយើងទៅនៅនោះភូមិនោះគឺជាភូមិរបស់លបងដដែលហ្នឹង ខ្ញុំជាមេឃុំនៅទីនេះហើយនេះជាទឹកដីរបស់យើងហើយជាទឹកដីដូនតាយើងទៀតតែឲ្យយើងនឹកដូរភូមិមិនបានខ្ញុំសម្រេចចិត្តរួចហើយមិនខុសទេភូមិនេះយើងធ្លាប់រស់នៅយើងធ្លាប់ធ្វើស្រែចម្ការដាំដុះនៅទីនេះហើយឲ្យខ្ញុំទៅរស់នៅភូមិខាងលិចភ្នំឯនោះខ្ញុំមិនទៅជាដាច់ខាត ơi à anh ơi anh tại đất cái đó bao bên nắng hãy dứt mấy anh đang nè phun cái phong chăm bài ấy nhé chỉ clean bài sang slap nhá Xong tốt bụng. à pe na của anh xong tốt pe na của anh xong tốt hãy
anh tên nào anh cứ dùng mẹ anh clear nè nó bài mà lên nè bước đàn đá đục bên đang xì khoán này ở thay em tiết mà ថែមអត់បានទេពូខ្លះអត់គាត់អ្នកផ្សេង thay em tiết máu lươn lai à ចូលមក ប៉ុណ្ណឹងបានហើយអរគុណ សូមលឹកដឹកគុណទៅដល់ម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាដែលធ្លាប់តែឃុំក្រងកូនចៅតាំងពីដើមរហូតរៀងមកសូមលោកជួយបំភ្លឺផ្លូវត្រូវដល់អ្នកស្រុកភូមិខ្ញុំផងហើយជាពិសេសសូមសេចក្តីសុខសេចក្តីសប្បាយជៀសវាសឲ្យឆ្ងាយអំពីទុក្ខវេទនាផងទាំងពួងចាប់ពីពេលនេះតទៅ អ
ឡៃទៅធ្វើអីហ្នឹងកូនយូរម៉េចកូនធាបើកទ្វារមកកូនអត់អីទេកូនកុំយំអីកូនអត់អីទេកុំយំអីណាកូនណាកុំយំអី Thật à? À một. Thôi chơi. Thôi chỉ prao tới trò mày bàn. Cả na thằng bốc á, vì miến mê rô. Vì thôi luôn chứ chọc xài. Vì priếp mấy đôi chỉ phung chứ chẳng đài. Anh chẳng hái á, trời rau việc khơi. Tạiពេលnào rau khơi hái á. Trời chắc ca phliềm. Rồi lướt bóng phật.ចូលមកនាងនៅនេះ នាងហត់ចាញ់ពីព្រៃមកហើយដួលស្លាប់នៅមុខខ្ញុំខ្លួននាងឡើងតិចខ្ញុំគិតថានាងប្រកាសជាមិនស្រួលខ្លួនខ្លាំងហើយថ្ងៃនេះមានមនុស្សចម្លែកចូលក្នុងភូមិរបស់យើងគឺមនុស្សស្រីម្នាក់ យើងចង់ឃើញបានទេ កុំតាន់ឥឡូវនេះកំពុងតែដេកសន្លប់នៅពេលដែលដឹងខ្លួនឡើងវិញយើងនឹងគិតថាត្រូវធ្វើយ៉ាងម៉េច មិនមិនត្រូវយកមនុស្សមកចូលក្នុងភូមិរបស់យើងបើភូមិរបស់យើងកំពុងតែរកអីស៊ីគ្មានផងយើងមិនអាចយល់ស្របឲ្យនាងនៅក្នុងភូមិរបស់យើងបានទេយើងកំពុងតែយើងឲ្យសាយយើងមកយក
គុនធាចង់ដឹងចង់ឮដូចអ្នកផ្សេងទៀតដែរតើនារីសម្បល់ស្អែមដែលដេកនៅលើគ្រែនោះជាអ្នកណាគុនធាដើរទៅជិតឃើញសម្រស់នារីចម្លែកយ៉ាងស្រស់សោភា គាត់នឹងខ្លួនហើយ ក្មួយស្រីជាអ្នកណាហើយមកពីណាក្មួយស្ដាប់ពូនិយាយយល់ទេ រួចឲ្យនិយាយជាមួយយ៉ាងម៉េចបើនាងកហ្នឹង ហើយយើងត្រូវចែកស្បៀងយើងទៅឲ្យអ្នកដែលយើងមិនដែលស្គាល់ទៀតអញ្ចឹងហ៎ យើងនិយាយស្ដាប់គ្នាបាន ស្ដាប់គ្នា យើងស្ដាប់បានយើងតែស្ដាប់អត់បាន បុគ្គលចង់ស្អកកយើងស្ដាប់គ្នាមិនបានឲ្យយើងធ្វើម៉េចឥឡូវ ហើយបើអញ្ចឹងវាយ៉ាងម៉េចអ្នកទាំងអស់គ្នាគិតមើលមួយថ្ងៃដេកតែស៊ីស្របឹករាល់ថ្ងៃនៅតែទៀមស្រាមិនក៏ឆ្លើយមក យើងសម្រេចចិត្តឲ្យនាងនៅទីនេះចំនួន7ថ្ងៃសិនតែដល់ថ្ងៃទី7បើសិនជានាងគោរពច្បាប់ទម្លាប់របស់យើងបានណានាងនៅបានហើយតែបើគ្រប់ចំនួន7ថ្ងៃនាងធ្វើមិនបានទេឲ្យនាងធ្វើតាមផ្លូវរបស់នាងទៅ សក្តាសញ្ជឹងគិតនិងពិចារណាទៅលើរូបរាងនារីចម្លែកនោះតើនារីចម្លែកនោះមានភាពបរិសុទ្ធគ្មានអ្នកប៉ះពាល់ដោយកូនស្រីរបស់គាត់ដែរឬអត់នាងសម្រេចចិត្តថានារីចម្លែកនោះច្បាស់ជាមិនបរិសុទ្ធដូចអ្នកស្រុកភូមិនេះទេ ដេកនេះហើយយល់
យល់ ហ្នឹងហើយឃ្លាំងស្បៀងរបស់ពួកយើងហើយមានតែខ្ញុំឯងមានកូនសោស្បៀងហ្នឹងពួកយើងសល់តាំងពី2 3រដូវមុនមកម៉េះអ្នកភូមិយើងមាន50នាក់អញ្ចឹងក្នុងម្នាក់បានបាយតែ2វែកឯងតែលោកមេឃុំបាន3វែកយល់អត់យើងអត់ដឹងថាពេលណាពួកយើងបានធ្វើស្រែវិញទេអញ្ចឹងអ្នកភូមិទាំងអស់ក្នុងមួយថ្ងៃពួកបាយបានដល់ពេលហើយមុនយើងដាំបាយយើងត្រូវលាងកសិនព្រោះកាលពីប្រហែលអាទិត្យមុនមានអ្នកស្រុកយើងម្នាក់ស្លាប់ដោយសារអត់បានដាំបាយលាងកសាក់មើលចាំមើលគេធ្វើចេះយល់ទេយល់ចាំតែ2វែកឯងមិនអីហត់អត់នេះផ្ទះនេះចូលមកម៉េចហើយថ្ងៃដំបូងលំបាកណាស់មែនទេ សំទោសអ៊ំមេឃុំខ្ញុំមកយឺន ហើយចុះមីនាងកុំធ្វើឲ្យយើងអស់សង្ឃឹមឲ្យសោះ ជាកំហុសខ្ញុំឯងអ៊ំមេឃុំ យើងមិនទាន់និយាយដល់ឯងទេ ឥឡូវយើងរួចហើយខ្ញុំត្រូវទៅផ្ទះវិញឲ្យស្មៅគួរទៀត
Dùm phong đi chọn Tắc thọp hay cho làng mê rồi អ្នកភូមិចាប់ផ្ដើមពង្រឿយកន្តើយអបសពធុញថប់ព្រោះគ្មានការងារអ្វីដែលត្រូវធ្វើម្ចាស់ទៀមស្រាទឹកត្នោតជូរចែកឲ្យអ្នកភូមិផឹកតែយ៉ាងណាក៏ដោយម្ចាស់ទៀមស្រាខំប្រឹងរកវិធីដើម្បីឲ្យខ្លួនសប្បាយរីករាយចិនដាដឹងពីទម្លាប់ប្តីរបស់ខ្លួនហើយអាចទ្រាំនឹងប្តីរបស់នាងបានAi semua betul ya này. Dũng nè prima ơi cho nạp prima diamond rất nhiều. Mới ra tay vô nè, đây.
ឯងទៅព្រៃយកទឹកថ្នោតមកខ្ញុំចាំខ្ញុំប្រាប់ថាគេគៀបយកទឹកយ៉ាងម៉េចឯងស្អែកដួសបាយដើរចែកគេទៅឯងដែរ កូនកាត់អីគេ អត់ដឹងដែរប្រហែលឈឺដឹង ខ្ញុំស្គាល់កន្លែងមួយកន្លែងនោះមានស្មៅខ្ចីច្រើនណាស់ខ្ញុំនាំទៅ មែននៅឆ្ងាយអត់ អត់ឆ្ងាយទេមកតាមខ្ញុំណា គុនធានាំបងទៅណាហ្នឹងយើងមកឆ្ងាយណាតែពុកបងដឹងគាត់ស្ដីឲ្យបងទៀតហើយ ចិត្តដល់នេះមក គុនធាស្អីហ្នឹងបាត់វិញហើយទៅផ្ទះ គុនធាស្អីហ្នឹងបាត់វិញហើយទៅផ្ទះ មួយថ្ងៃហ្នឹងភ្លៀងជាប់ហ្មងហើយបើតាមខ្ញុំសង្កេតមើលតាំងពីនាងនឹងមកនៅក្នុងភូមិហ្នឹងដូចជារឿងល្អកើតឡើងច្រើន នេះជារឿងចៃដន្យ អ
បងត្រីដូចបាត់មួយ Mm.
នាងចិន្តាគិតថាខ្ញុំជាមនុស្សដូចម្ដេចទៅដែលទៅប្តឹងពីប្តីរបស់ខ្លួនលួចផិតក្បត់ជាមួយស្រីថ្មីតែការលះបង់មួយនេះអាចនឹងជួយដល់អ្នកស្រុកគ្រប់គ្នាទោះជាយ៉ាងណាខ្ញុំជាប្រពន្ធតែងតែចងចាំភាពផ្អែមល្ហែមរបស់គាត់ទោះបីជាគាត់ជាមនុស្សគំរោះគំរើយក៏ដោយអរុកអរិយអ្នកតាហាក់គ្មានមេត្តាសោះរបួសរបស់ម្ចាស់ទៀមស្រាគឺជាផុសតាងយ៉ាងច្បាស់បញ្ជាក់ពីការកាត់ទោសរបស់អរុកអរិយអ្នកតាមិនអីមានចាំថាមកពីណានៅមិនបានយល់ភាសាពួកយើងប្រហែលជាមកពីខាងនោះកាលយប់នោះខ្ញុំយល់សពថាបានឡើងទៅលើកំពូលភ្នំនោះឯងហើយពេលខ្ញុំមើលមកក្រោមវិញឃើញសិតតែស្មៅខៀវសង្ងាត់ហើយសិតតែអ្នកស្រុកគេកំពុងតែច្រូតស្រូវហើយពួកគេបលស្អែបដូចអញ្ចឹងអាគូនេះអីអញឲ្យឯងមើលតែគូហើយនឹងចែកបាយឲ្យអ្នកស្រុកហើយគឺប៉ុណ្្នឹងមិនបានតែឯងធ្វើអីជាកើតអញសួរឯងទ្វាឃ្លាំងណាបើចោលឲ្យសត្វល្អិតចូលស៊ីខ្ទេចបើអ្នកភូមិអត់អីឆៃទៅឯងធ្វើយ៉ាងណាឯងច្បាស់ជាងាប់ហើយឯងពុកខ្ញុំសុំទោសពុកខ្ញុំអត់ដឹងអីទេពេលខ្ញុំចេញមកខ្ញុំចាក់សោទ្វាឃ្លាំងតែពុកខ្ញុំស្បត់ឯងត្រូវលាក់រឿងនឹងឲ្យចិត្តមិនឲ្យអាណាដឹងឲ្យសោះតែមេឃុំដឹងឯងចប់ហើយឯងយល់នៅ
ឪសូមទោសផងដែលមករំខានទាំងព្រលឹម មិនអីទេ ឪទឹមតែចុះពីភ្នំខាងនោះពី3ថ្ងៃហើយឥឡូវនេះត្រូវការកន្លែងសម្រាកដើម្បីបន្តដំណើរទៅមុខទៀតឪអាចជួយប្រោះព្រំឲ្យអ្នកស្រុកសុខសប្បាយបាន ចូលក្នុងសិនមកលោកឪ នំប៉័ងនេះយកមកពីទីក្រុង ទីក្រុងស្ថានភាពមិនហើយសពថ្ងៃ ទីនោះអាចប្រសើរជាងមុនហើយមនុស្សម្នាគេលក់ដូរច្រើនណាស់ចេញភាសានេះឪនឹងត្រឡប់ទៅវិញហើយ លោកឪអាចគង់នៅទីនេះបានតែមានលក្ខខណ្ឌមួយហាមដាច់ខាតកុំនិយាយរឿងទីក្រុងឲ្យអ្នកស្រុកនេះលឺឲ្យសោះបានទេប៉ុណ្ណឹងលោកឪ លោកឪមុនមកខាងណាវិញ គាត់អត់មាននិយាយឲ្យច្រើនទេតែគ្រាន់តែដឹងថាគាត់វិញផ្លូវហើយសុំមកស្នាក់នៅពី3ថ្ងៃក្រោយមកគាត់នឹងទៅវិញ បើសិនជាលោកឪនេះមុនមកដល់ទីនេះមែនណាមានន័យថាខាងក្រៅនោះគឺភូមិសុខសប្បាយអស់ហើយអញ្ចឹងយើងគួរតែអាចនាំអ្នកភូមិទៅរកគ្រាប់ពូជខាងឆ្ងាយពីភូមិបានណាបង មិនបាច់ទេនៅភូមិយើងក៏វាមានគ្រាប់ពូជដែរមិនបាច់ទៅណាឆ្ងាយទេ
នេះមិនមែនរបស់លោកទេហើយក៏មិនស័ក្តិសមនឹងលោកដែរឆាប់ដល់លេងរៀនការជំរាបទៅ ពួកឯងចេញទៅក្រៅសិនណាមិនបានមានវិញ្ញាណនឹងចូលក្នុងភូមិរបស់យើង សំណួរនេះពិបាកឆ្លើយណាស់លោកបង វាមានមូលហេតុរបស់វាទៅវិញ្ញាណក្នុងព្រៃនេះវាចូលមក ខ្ញុំក៏មិនដឹងដែរ ត្រូវទប់ស្កាត់វាឲ្យបានកុំឲ្យវាមានកើតលើកទី2តទៀត បាទលោកបង លោកគ្រូលោកអោយ៉ាងម៉េចហើយ គាត់បើទៅហើយមិនអីទេ ចុះរឿងបាយសែនមិនហើយមិនឲ្យពួកខ្ញុំ ធ្វើមិនសមធ្វើទៅ ចាំនាំទៅជួបមេឃុំម្ដងទៀត ចិនដាបងអត់ចង់ស្លាប់ទេ Mama.
ប្រលឹមស្រាងក្នុងថ្ងៃបុណ្យសពប្តីរបស់នាងចិន្តាគិតច្បាស់នៅក្នុងចិត្តកាន់តែខ្លាំងឡើងថានារីចម្លែកម្នាក់នោះគឺជាអ្នកសម្លាប់ប្តីរបស់នាង គឺក្មួយស្រីទាំងហើយដែលអ៊ំបានបន់ស្រន់អនុរៈអ្នកតាមកជួយបង្ហាញផ្លូវត្រូវដល់អ្នកភូមិរបស់យើងគឺផ្លូវដែលល្អដែលត្រូវអ្នកភូមិយើងដែលកំពុងចង់បានជួយអ៊ំទៅណាក្មួយអ្នកភូមិស្រុកអ៊ំកំពុងត្រូវការក្មួយពួកគេរងចាប់ក្មួយ គឺក្មួយស្រីទាំងហើយដែលអ៊ំបានបន់ស្រន់អនុរៈអ្នកតាមកជួយបង្ហាញផ្លូវត្រូវដល់អ្នកភូមិរបស់យើងគឺផ្លូវដែលល្អដែលត្រូវអ្នកភូមិយើងដែលកំពុងចង់បានជួយអ៊ំទៅណាក្មួយអ្នកភូមិស្រុកអ៊ំកំពុងត្រូវការក្មួយពួកគេរងចាប់ក្មួយ អ
លោកមេឃុំខ្ញុំចង់ប្រាប់រឿងមួយដល់លោកមេឃុំគឺមិនស្អីចង្អែនោះរឿងគ្រប់យ៉ាងវាជាអ្នកបង្កទាំងអស់វាមកបំផ្លាញស្រុកភូមិរបស់យើងវាលួចតាក់ទងជាមួយនឹងប្តីខ្ញុំហើយវាចង់សម្លាប់គាត់ទៀតខ្ញុំនៅទីនោះខ្ញុំឃើញផ្ទាល់ភ្នែកវាព្យាយាមដាក់ស្មារប្តីខ្ញុំតើតែប្តីខ្ញុំទ្រាំមិនបានវានាំប្តីខ្ញុំទៅក្នុងព្រៃហើយវាសម្លាប់គាត់ហើយវានឹងសម្លាប់មនុស្សគ្រប់គ្នានៅក្នុងភូមិរបស់យើងវាបើកចំហចោលបណ្ដាលឲ្យទឹកនិងសត្វល្អិតចូលពីពេញស្រូវអង្គនេះដោយសារតែមីចង្ហែងនេះវាចង់លាក់ទុកស្រូវអង្គទុកស៊ីតែឯងហើយវាចំហទ្វារចោល ពុកមិនអញ្ចឹងទេពុក ឯងកុំកាន់ជើងវាមើលវាជាចោលឲ្យខ្ញុំសុំទោសលោកមេឃុំសង្ឃឹមថាលោកមេឃុំយោគយល់ដល់កូនប្រុសខ្ញុំផងព្រោះវានៅក្មេងអ្វីដែលកើតឡើងឲ្យមានភាពឧបទ្រពចង្រៃអត់តបាតគឺដោយសារតែមីស័យចង្ញៃនេះវាមកពីស្រូវកោពីធ្វើឲ្យពលស្រូវពលកោអស់នេះស្រីធំមុខស្រុកយើងធ្លាប់លំបាកវេទនាតែយើងនៅតែរក្សាភាពស្មោះត្រង់រហូតមកស៊ូទ្រាំគ្រប់កលៈទេសៈយើងតែងសង្ឃឹមថាយើងអាចមានជីវភាពប្រសើរជាងមុនឥឡូវយើងរកអ្នកដែលធ្វើឲ្យពួកយើងធ្លាក់ដល់ថ្នាក់នឹងឃើញហើយមានដង្កូវចេញពីសាច់នាងឯងជាអ្នកបំផ្លាញពួកយើងពួកយើងខំចិត្តល្អជួយដោយស្មោះឲ្យរស់នៅក្នុងស្រុកភូមិរបស់យើងទាំងពួកយើងកំពុងលំបាកខ្វះស្បៀងឥឡូវនាងឯងខ្លាំងធំហ៊ានក្បត់ទៅឲ្យដាក់បណ្ដាសាដល់ស្រុកភូមិយើងទៀតវាប្រើល្បិចថោកទាបបោកប្រាស់ពួកយើងនាងឯងស៊ីបាយបោកឆ្លាក់ត្រូវតែដាក់ទោសនាងដោយសម្លាប់ចោល3ថ្ងៃទៀតយកពេញបារមីយើងនឹងកប់នាងឯងទាំងរស់យើងនឹងកប់នាងឯងដើម្បីឲ្យសាបរលាបមន្តអាគមនឹងបណ្ដាសាទាំងអស់លបងស្រូវអង្គយើងអស់ហើយអ្នកភូមិស្រុកយើងបានអីហូបបន្តទៀតយើងនៅសល់កូនគោមួយទៀតហើយប្រញាប់នាំគ្នាចេញប្រមាញ់រកស្បៀងបន្ថែមតម្រាំនឹងស្រូវយើងទុំម្ដងទៀតនៅពេលណាមីស្រីចង្រៃនឹងវាងាប់ស្រុកភូមិយើងលេខអីហើយចុះបើសិនជាយើងចេញប្រមាញ់វាមិនបានតែគិតយ៉ាងម៉េចហើយបើសិនជាយើងចូលមកបបបាញ់ក្នុងព្រៃនេះខ្លាចកាយអរុកអរិយអ្នកតាគេប្រកាន់នៅពេលដែលអរុកអរិយអ្នកតាប្រកាន់ណាភូមិយើងនឹងច្បាស់ជាមិនបានសុខទេ
ហើយរុកអរិយអ្នកតាហ្នឹងម្ចាស់ទឹកម្ចាស់ដីគេនឹងបំផ្លាញភូមិយើងហ្នឹងនៅពេលនោះលោកមេឃុំក៏មិនបានគ្រប់គ្រងភូមិយើងនឹងទៀតដែរ ខ្ញុំជាមេឃុំនៅទីនេះនេះជាភូមិរបស់យើងបើមិនពេញចិត្តខ្ញុំទេតើរកមេឃុំថ្មីទៅ មិនអីអត់អីទេនេះខ្ញុំជិះទឹកមកឲ្យលឺខ្ញុំនិយាយអត់បើលឺខ្ញុំនិយាយគួរចាំង2 ដង ថ្ងៃទៀតខាពេញបរមីគេនឹងយកអូនទៅសម្លាប់ពួកអ្នកភូមិទាំងអស់គេគិតថាអូនគឺជាមូលហេតុដែលនាំឲ្យពួកគេខ្វះស្បៀងបងត្រូវទៅប្រាប់អូនឲ្យដឹងពីរឿងនេះបងមកនេះមកជួយអូនសម្លាញ់ បងនឹងរកវិធីជួយអូនឲ្យចេញពីទីនេះឲ្យតទៅបានជួយអូនឲ្យចេញពីទីនេះពីដើមមកបងមិនដែលមានអារម្មណ៍ស្រឡាញ់អ្នកណាទេតែពេលអូនចូលមកដល់ទីនេះធ្វើឲ្យបងនឹងច្បាស់ថាអ្វីទៅក្តីស្រឡាញ់ពិតប្រាកដអូនត្រូវតែចាក់ចេញពីទីនេះហើយយើងនឹងរស់នៅជាមួយគ្នា Lagi lah.
cô nâng việc tài nè dương rùm pưng tại cô nâng môi cốt đàm bày thử biếng Puk cái lụi mình thạt bắt đấy Puk. Hả? bị thằng nào nó chuyện à Bắt cô. Ơi, anh chẳngไร. Puk nhưng xong tô Puk. Anh miễn đang thả bắt cô nâng tới á. Tay nè phum cái bàn ấy xì. anh miền đăng tế thải thôi anh khác gặp rò thải nè lê khi này anh bị say chẳngไรnữa đặt thằng nam pol nè xong tiền phum anh lấy anh thuê bắt cô tiết anh miền đăng ấy cả thay phải hết bò anh nè việc passport chỉ vật đẹp phum hoàn nè hả nhớ đó anh đừng cho anh vay cái đá phum vào nè sốc mưa đăng thà cả say clean kiaประมาณไงเนี่ยđòi sai tao hếtนี่ជាការប្រមានសម្រាប់អ្នកដតីដែលមានការធ្វេសប្រហែសអាត្មានិយមគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនក្បត់អ្នកភូមិដល់វេនឯងដល់Anh phải xong chẳng này. Anh thưa anh không mặc cái pin phum. Ở lớn nè. Anh vô một tục này nè. Còn mưa một anh. Đã vào chui mà toi mất.
ដាក់មួយទៀតមកថែមមួយទៀត ផឹកពោះទៅទេប្រយ័ត្នទៅតិចងាប់ខាន់ចាស់ គេមកផឹកដើម្បីសបាយមិនផឹកដើម្បីយំនោះទេពួកយើងទាំងអស់គ្នាយើងធ្លាប់យំច្រើនហើយមែនទេមិនថាអញ្ចឹងទេអ្នកទាំងអស់គ្នាមកដល់ជួមកតយមក Rằng rồi vai áp cam phân ơi là một nguồn phân ấy thì giờ cả mũi tia tiền ơi bây giờ bị môn ấy lại cho mà xiết thì giờ mũi tia ấy lại bằng và con kê là ba một phần nữa tạm mới thế đó សបឹងហើយទៅផ្ទះទៅកុំនៅរំខានគេឯងទៀតអត់មានអ្នកណាសប្បាយជាមួយទេ nè 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 sao bài hả nè nè sao bài mẹ hả sao bài chưa nè nè trên đá khan sao bài rồi mà sao bài thì mũi bò hơn ô con chạy nhá nhầm chăng lưới quanh vậy chăng ấy nè tụi o cái ní ở đằng đi tha sấy để hai ta sao bài rồi đi lên bự ta tẹt luôn này thằng ba Jam je seraya ni kelang-kelang ah.
ចុះឲ្យធ្ងន់ខ្លាំងម៉េចស្ងាត់តិចទៅបានអត់ ពុកខ្ញុំជឿខ្លាំងណាស់ខ្ញុំត្រូវបានទេចង់ឲ្យលោកមកឃុំឲ្យតាមទៀតមកពុក ឥឡូវនេះយប់ហើយចាំស្អែកទៅកុំទៅរំខានលោកវិភុំកណ្ដាលយប់អី ខ្ញុំសុំបងពុកសុំរងគាត់តិចណាខ្ញុំពិតជឿខ្លាំងណាស់ពុកណាពុកណាពុកទៅតិចពុកណា ហើយជាគាត់សម្រានលោកទៅហ្នឹង ពុកណាពុកទៅខ្ញុំជឿខ្លាំងណាស់ពុក លោកវិភុំខ្ញុំមករំខានលោកវិភុំបន្តិចហើយកូនខ្ញុំវាជួយថ្មិញខ្លាំងណាស់លោកវិភុំបើគាត់នៅនឹងគាត់ទៅភ្នាក់ ខ្ញុំជាប់ប្រយោជន៍ណាស់ណាស់ អូយអត់បានទីកូនលោកវិភុំមិនឲ្យចូលព្រៃទី តែខ្ញុំជឿខ្លាំងណាស់ពុកខ្ញុំសុំបងខ្ញុំត្រូវបានទេណាពុកណាទៅសុំបងពុកខ្ញុំជឿមែនទេនេះពុកណាពុកណាទៅពុកទៅពុកណា មិនយ៉ាងម៉េចហ្នឹងបង គឺលោកមិនឃុំ មិនអាចទីកូន គាត់ស៊ីកូននឹងអស់ពុក កុំមកតិចតិចតែពួកសាច់គោហ្នឹងវាទៅចែកឲ្យស្រុកតិចទៅទីទៅទីវិញកុំឲ្យគាត់ឃើញ បងប្អូនទាំងឡាយក្នុងនាមខ្ញុំជាមេឃុំខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់កាលដែលឮសូររឿងអាក្រក់ដែលកើតឡើងនៅក្នុងភូមិរបស់យើងជាប្រចាំហើយឥឡូវនេះមានរឿងកូនប្រុសបង្កើតរបស់គេនេះសម្លាប់ឪពុកបង្កើតរបស់គេបើតាមច្បាប់នៅក្នុងស្រុកភូមិរបស់យើងមិនលើកលែងទោសឲ្យទេវាមិនត្រឹមតែធ្វើឲ្យបាត់កូនដែលជាប្រភពស្បៀងរបស់អ្នកស្រុកភូមិយើងទេវាសម្លាប់ឪពុកបង្កើតរបស់វាទៀតដាច់ខាតត្រូវតែសម្លាប់ចោលយប់នេះជាមួយនឹងមីស្រីចង្រៃនេះរៀបតបាត់គេម្នាក់នេះហើយការស្លាប់របស់អ្នកទាំងពីរនេះសូមឲ្យវានឹងនាំសេចក្តីសុខសេចក្តីចម្រើនចូលនៅក្នុងភូមិរបស់យើងវិញ មានអ្នកណាបានឃើញកូននឹងអត់មានអ្នកណាបានឃើញអត់
បងប្អូនបានដឹងហើយគោក៏ត្រូវគេលួចបាត់ទៀតយើងត្រូវតែមានផែនការដើម្បីទប់ស្កាត់ស្បៀងហើយអ្នកដែលមានកម្លាំងត្រូវចូលព្រៃបរបាញ់សត្វហើយយើងនឹងបូជាអ្នកទាំងពីរនេះនៅថ្ងៃពេញបរមី គាត់នៅមុំតមិនគួរស្លាប់ទេមកពីគេផ្ដាច់របបបាយគាត់ អ្នកបានណាកាត់ចិត្តកាត់ថ្លើមទៅ អាកំបាំងរបស់មេឃុំពិតជាពិបាកហួសពីការស្មានប្រៀបបាននឹងទុំគួរឲ្យអូសនឹងគាល់លើសពីកម្លាំងទោះជាយ៉ាងណាក៏ដោយក៏ពីអ្នកឪពុកនឹងកូនបានដឹងពីរឿងនេះ លោកមិនបង អត់ទល់គូខ្ញុំមានរឿងសំខាន់មួយចង់ជម្រាបលោកគូ មានការអី បាត់ពីយើងអាចយកកន្លែងណាស្ងាត់ដើម្បីទៅជែកគ្នាបានទេលោកគូ ចេះទៅផ្ទះខ្ញុំ បាទយប់វិញខ្ញុំឃើញផ្ទាល់នឹងញ៉ៃ គ្រូគុំចាប់ផ្ដើមផឹងសម្បាក្រោយពីដឹងរឿងនេះហើយគាត់ដឹងច្បាស់ថាបើសិនអ្វីដែលឪពុកនិងកូនប្រាប់ជាការពិតប្រហែលជាអាចមានសង្ឃឹមស្រោចស្រង់ភូមិនេះឡើងវិញបាន ថាលោកវិគុំនឹងឆៃគោមកក្បាលនោះ បាត់ប្រកាសណាគឺនៅព្រៃខាងត្បូងភូមិចាំខ្ញុំជួងលោកគ្រូទៅមើល ជោគវាសនារបស់អ្នកភូមិស្រុកយើងគឺពឹងផ្អែកលើយើងហើយលើកនេះយើងមិនអាចប្រហែសធ្វេសបានទេយើងត្រូវរៀបគម្រោងឲ្យបានច្បាស់សហការជាមួយអ្នកភូមិកំចាត់លោកមេឃុំនឹងចេញពីតំណែងតែម្ដងនៅពេលបានសម្រេចហើយយើងនឹងអ្នកភូមិនាំគ្នាទៅរស់នៅខាងលិចភ្នំកសាងជីវិតថ្មីហ្មង ត្រូវហើយលោកគ្រូរឿងនេះជួយចាត់ការឲ្យបានហាបន្តិច យើងត្រូវបញ្ចុះបញ្ចូលអ្នកភូមិស្រុកយើងឲ្យជឿជាក់ថាលោកមេឃុំនឹងជាមនុស្សក្បត់ លើពូវានិយាយទៅផ្ទាល់ លឺច្បាស់នឹងតិចហ្មងណា ហើយមានដែរនិយាយប្រាប់គេនៅ អត់ទាន់មាននិយាយប្រាប់ណែប៉ុន្តែនៅក្នុងបន្ទប់នោះខ្ញុំមិនបានដឹងថាមានណាគេខ្លះនៅជាមួយនឹងគ្រូអាគម ល្អណាស់ដែលបានមកប្រាប់យើងមុនទង្វើអាក្រក់របស់មីស្រីចង្រៃហ្នឹងកាន់តែខ្លាំងឡើងហើយយើងត្រូវចាត់ការវាមុននឹងវាដើររាតត្បាតបន្ថែមទៀត គឺដូចបងកឹមឲ្យក្មួយពិសិដ្ឋប្រាប់មិនខុសទេគោគេយកមកលាក់នេះនៅក្រោមថ្មនេះក៏ได้សាច់គោក្បាលគោនៅនឹងទាំងអស់ត្រូវហើយលោកគ្រូបងប្អូនមើលច្បាស់ទៅនេះបរិយនឹងឲ្យលោកវិគុំជក់រាល់ថ្ងៃ ហើយ លោកគ្រូគាត់ធ្វើអញ្ចឹងយូរនៅអ្នកស្រុកដាក់ភូមិស្រែកឃ្លានរស់ស្អីឆៃមិនបានផងគាត់បែរជាសងំមកឆៃម្នាក់ឯងនៅទីនេះទៅវិញ គិតមើលខ្លួនឯងទៅពួកអ្នកភូមិស្រុកយើងស្រែកឃ្លានយូរប៉ុណ្ណាគាត់ធ្វើបាបយើងគាត់គៀបសង្កត់ពួកយើងយូរប៉ុណ្ណឹងហើយយើងត្រូវតែយករឿងនេះទៅប្រាប់អ្នកស្រុកភូមិយើងហើយយើង លោកគ្រូ លោកគ្រូ
Pop. ស្មានតែគេយរួច បងប្អូនទាំងឡាយយប់នេះយើងជួបជុំគ្នាដើម្បីដោះបណ្ដាសាដែលមាននៅលើស្រុកភូមិយើងកន្លងមកបងប្អូនបានដឹងស្រាប់ហើយថាការដាក់បណ្ដាសានេះបានធ្វើឲ្យស្រុកភូមិរបស់យើងវេទនាប៉ុណ្ណាហើយយើងបូជាមនុស្សដែលក្បត់ពីរនាក់នេះដែលជាមូលហេតុធ្វើឲ្យស្រុកភូមិយើងទៅជាបែបនេះដល់ពេលហើយដល់ពេលការពិតដែលត្រូវលាតត្រដាងហើយនាងឯងមិនអាចលាក់ការពិតបានទេបណ្ដាសាររបស់នាងត្រូវរលាយរលត់ទៅតាមអណ្ដាតភ្លើងនេះពុំខានវាគឺជាជនក្បត់វាគឺជាឃាតករវាគឺជាអ្នកសម្លាប់គ្រូអាគមនិងអ្នកភូមិពីរ3នាក់ទៀតយ៉ាងไงអីបើហ៊ាននិយាយអញ្ចឹង សក្តាវាឈួតហើយខ្ញុំមិនបានធ្វើអញ្ចឹងទេ ឈប់ដោះសារភ្លាមមិនមែនមានតែខ្ញុំម្នាក់ឯងមានបងប្អូនយើង4នាក់ទៀតបានឃើញវាស៊ីគោនេះតនឹងភ្នែកហើយឥឡូវនៅសល់តែខ្ញុំម្នាក់គាត់ព្រោះវាបានសម្លាប់ពួកគាត់ដើម្បីបំបិទមាត់អស់ទៅហើយវាវិសតែសម្លាប់ខ្ញុំចោលទៀត សក្កណានិយាយត្រូវខ្ញុំបានស្ដាប់លើគម្រោងរបស់គ្រូអាគមគាត់មានបំណងចង់ជួយភូមិរបស់យើងខ្ញុំបានមកប្រាប់មេឃុំឯងព្រោះខ្ញុំគិតថាមេឃុំឯងនេះគឺជាមនុស្សល្អបរិសុទ្ធមិននឹកស្មានថាឯងគឺជាជនក្បត់សោះឆាប់វាទៅ
ពួកឯងធ្វើបាបយើងអីមិនបានពួកឯងធ្វើបាបយើងប្រាប់យើងមើលយើងខុសអីមិនអីក៏ពួកឯងធ្វើបាបយើងហ៎មិនបានពួកឯងធ្វើបាបយើងឈប់សិនទុកឲ្យគាត់រស់ទៅទុកឲ្យអរិយអ្នកតាព្រៃភ្នំសម្រាប់លើជោគវាសនារបស់គាត់ចុះទៅជាមួយពួកយើងអត់ពួកយើងទៅទៀត ព្រះសូរិយាចាំងពន្លឺពេញផ្ទៃមេឃពន្លឺនេះអាចរំលាយទឹកកកដែលក្រាំងជាប់គ្របដណ្ដប់លើជោគវាសនារបស់ស្រុកភូមិនេះឲ្យបានកក់ក្ដៅនិងភ្លឺស្វាងឡើងវិញជាថ្មីពួកគេព្យាយាមស្វែងរកទីកន្លែងថ្មីដែលអាចជួយឲ្យពួកគេមើលឃើញពិភពខាងក្រៅដែលចាក់ផុតពីភាពងងឹតទីកន្លែងដែលអ្នកភូមិរស់នៅដោយក្តីសុខនិងភាពកក់ក្ដៅ